ជំរាបសួរខ្ញុំមានកម្មវិធីមួយចង់ណែនាំដែលខ្ញុំបានចូលរួមនេះដែលយើងហៅថាជា Silent Mentor Program វាជាកម្មវិធីបរិច្ចាគនៅរាងកាយនៅពេលដែលស្លាប់ទៅសម្រាប់ Medical Study and Research របស់សាកលវិទ្យាល័យ Malaya នៅប្រទេសម៉ាឡេស៊ីយើងឃើញឈ្មោះគឺ Silent Mentor គឺបានន័យថាលោកគ្រូអ្នកគ្រូដែលមិននិយាយលោកគ្រូអ្នកមិននិយាយនេះគឺសំដៅលើសាកសពដែលគាត់បានស្លាប់ទៅហើយគាត់បង្រៀនកូនសិស្សឬក៏គ្រូពេទ្យឲ្យចេះអំពីវិទ្យាសាស្ត្រហ្នឹង anatomy ហ្នឹងឬក៏ការវះកាត់អីផ្សេងៗហ្នឹងតាមរយៈរូបរាងកាយដែលគាត់បរិច្ចាគហ្នឹងដោយមិនបាននិយាយអីសោះដោយសារតែគាត់បានចាក់លោកនេះទៅហើយលោកគ្រូរបស់យើងគាត់ធ្លាប់បាននិយាយថាសូមអ្នកវះកាត់ខ្ញុំចោះវះប្រហែលដងក៏បានដែរខ្ញុំលែងឈឺហើយប៉ុន្តែសូមឲ្យប្រកាសថាពេលដែលអ្នកទៅព្យាបាលអ្នកជំងឺវះកាត់អ្នកជំងឺអ្នកនឹងមិនមានកំហុសសោះឡើយ Silent Mentor Program នេះមិនមែនត្រឹមតែការវះកាត់សាកសពទេគឺចាត់ទុកគាត់ជាគ្រូចឹងការគោរព respect គឺគិតជាគ្រូដូចគ្នាគ្រប់គ្នាទាំងអស់គឺបានស្គាល់ mentor យើងថាគាត់ជាអ្នកណាចឹងការវះកាត់នេះគឺដូចជាការវះកាត់ទៅលើមនុស្សអ្នកជំងឺមែនតែនចឹងបន្ទាប់ពីកម្មវិធីបញ្ចប់រយៈពេល5ថ្ងៃគឺយើងនឹងជូនដំណើរលោកគ្រូយើងជាលើកចុងក្រោយយកទៅបូជាទៅតាមការកាន់សាសនារបស់ពួកគាត់បាទសូមអរគុណ